បាទជំរាបសួរពុកម៉ែបងប្អូនយើងបាទថ្ងៃនេះគឺខ្ញុំចង់មកនិយាយតាក់ទងទៅនឹងទីផ្សារបាទទីផ្សារដោយសារថាមានបងប្អូនយើងមួយចំនួនដែលគាត់ដាក់ចិញ្ចឹមឬក៏មានបំណងដាក់ចិញ្ចឹមអីគាត់តែងតែមានណាមានបងប្អូនមិត្តភ័ក្តិអីចឹងទៅអ្នកគ្នាជិតខាងអីចឹងទៅតែនិយាយតាក់ទងទៅនឹងទីផ្សារបាទតាក់ទងទៅនឹងទីផ្សារតាក់ទងទៅនឹងទីផ្សារសាច់កង្កែបបាទចឹងតើតើទៅនឹងរឿងទីផ្សារសាច់កង្កែបនេះសម្រាប់បងប្អូនយើងគាត់ចេះតែបារម្ភថាចិញ្ចឹមទៅទីផុតទីផ្សារបាទចឹងចំណុចកន្លែងនេះខ្ញុំមានមតិយោបល់ខ្លះជាគំនិតជូនបងប្អូនណាបាទចឹងតើតើទៅនឹងការចិញ្ចឹមកង្កែបនេះតើតើនឹងទីផ្សារបើសិនជាយើងអត់ទាន់មានកង្កែបផងហើយយើងអឺខ្លាចថាអត់ទីផ្សារឬក៏យើងមិនទាន់ចិញ្ចឹមបានផងប៉ុន្តែយើងចង់ឲ្យមានទីផ្សាររងចាំយើងហ្មងអញ្ចឹងណាបាទអញ្ចឹងគឺវាមិនអាចទេបាទមិនអាចថាទីផ្សារមករងចាំយើងហ្មងទេគ្រាន់តែយើងទៅរកទីផ្សារបាទរកទីផ្សារហើយជាទូទៅសម្រាប់ទីផ្សារដែលជាគោលដៅសម្រាប់ដែលយើងអ្នកចិញ្ចឹមខ្នាតតូចបាទខ្នាតតូចគឺយើងអាចទៅរកទីផ្សារគឺយើងអាចតាក់ទងទៅនឹងនៅផ្សារបងប្អូនយើងអ្នកដែលគាត់បោចកង្កែបលក់ឬក៏ធ្វើត្រីលក់បាទបងប្អូនអាចតាក់ទងពួកគាត់បានបាទអាចតាក់ទងពួកគាត់បានតាក់ទងទៅនឹងកង្កែបសាច់ណាបាទពួកអីតាក់ទងទៅនឹងបើសិនយើងទៅតាក់ទងបងប្អូនយើងដែលនៅដែលគាត់លក់ត្រីលក់កង្កែបអីនៅផ្សារហ្នឹងតម្លៃវារៀងបានខ្ពស់បន្តិចណាបាទនឹងខ្ពស់បន្តិចតែបើសិនជាបងប្អូនយើងដូចថាចង់ថាគេមកយកដល់ផ្ទះហ្មងបាទគេមកយកដល់ផ្ទះហ្មងអាហ្នឹងទៅយើងចាំរៀងច្រើនបន្តិចណាហ្នឹងហើយត្រឹមចិញ្ចឹមបាននេះក៏ត្រឹម3-400គីឡូ4-500គីឡូអញ្ចឹងណាហ្នឹងបានគេមកយកដល់ផ្ទះណាហ្នឹងហើយហ្នឹងបានគេមកយកដល់ផ្ទះបើសិនថាឧទាហរណ៍ថាយើងមានត្រឹមតែ100គីឡូឬក៏200គីឡូអី300គីឡូអីបងប្អូនយើងដែលជាឈ្មួញណាបាទជាឈ្មួញដែលគាត់ទិញដាក់ដឹកទាំងឡានហ្នឹងគឺគាត់មិនអាចទៅយកយើងបានទេពួកអីវាអត់រួចថ្លៃសាំងបងប្អូនបាទរួចថ្លៃសាំងណាបាទដោយសារថា1គីឡូគាត់ចំណេញបាន500 600អីចឹងណា700អីចឹងទៅខ្ពស់ហ្នឹងបាទអញ្ចឹងបើសិនជាបានតែត្រឹមយើងហៅថា200គីឡូចុះគាត់ថាគាត់ចំណេញបាន140000ថា150000អីចុះណាហ្នឹងហើយបាន150000បងប្អូនគិតមើលឧទាហរណ៍ថាទីតាំងខ្ញុំនេះបាត់ដំបងអញ្ចឹងខ្ញុំមានម៉ូយអីស្គាល់អីនៅបាត់ដំបងអញ្ចឹងបើសិនថាទៅដល់កំពង់ឆ្នាំងឬក៏ភ្នំពេញអញ្ចឹងយើងគិតតែថ្លៃសាំង100000ជាងអីល្មមអញ្ចឹងណាបាទល្មមតែបើសិនតែបងប្អូនយើងថាបងប្អូនយើងមាន1តោនណា1តោនគាត់អាចទៅយកបានព្រោះ1តោនគាត់អាចថាចំណេញបាន70000អីឬក៏60000 70000អីចឹងណាយើងកាត់ថ្លៃសាំងអីពាក់កណ្ដាលទៅអាចក៏ទៅបានចឹងណាបាទនេះតទៅរឿងម៉ួយបាទរឿងម៉ួយដែលគឺទៅយកដល់ផ្ទះហ្មងណាគឺទៅយកដល់ផ្ទះបាទហើយបើសិនតែយើងតិចតួចយើងអាចរម៉ួយរាយបាទយើងហៅថាម៉ួយរាយនៅចិត្តផ្ទះយើងហ្នឹងគឺនៅតាមផ្សារបងប្អូនយើងបកត្រីបកកង្កែបហើយលក់ត្រីហ្នឹងគឺពួកគាត់ទទួលទិញហើយបាទទទួលទិញហើយថាបើយើងចង់បានម៉ូយទៅដល់ផ្ទះហ្មងហត់ដឹកឬក៏ដឹងតែគេចាំទទួលទិញហ្មងអាហ្នឹងទៅយើងមានច្រើនណាបាទម៉ូយនេះម៉ូយនោះទៅបាទពីខេត្តផ្សេងអីចឹងទៅគាត់អាចទៅយកតច្រើនចឹងណាអាហ្នឹងគឺទៅយកយើងដល់ផ្ទះហើយអាហ្នឹងគឺខ្ញុំផ្ដល់យោបល់ដល់បងប្អូនប៉ុណ្ណឹងណាដល់ផ្ដល់យោបល់ដល់បងប្អូនប៉ុណ្ណឹងហើយសម្រាប់បងប្អូនយើងដែលចិញ្ចឹមដែលមានច្រើនហើយខ្ញុំនៅខាងខេត្តបាត់ដំបងអញ្ចឹងបងប្អូនមានច្រើនអឺត្រឹម1តោនអី700-800គីឡូអីអាហ្នឹងខាងបាត់ដំបងណាអាចទៅយកបានណាបាទតែបើតិចទៅយកអត់បានទេអញ្ចឹងណាបាទនឹងចំណុចហ្នឹងហើយចំណុចមួយទៀតនៅខាងបងប្អូនយើងដែលចិញ្ចឹមទៅមានការបារម្ភខ្ញុំចង់លើកអំពីបទពិសោធន៍របស់ខ្ញុំការចិញ្ចឹមមុនដំបូង
ខ្ញុំចំយើងអត់តាន់ដូចថាយើងចំដំបងមិនថាខ្ញុំថាគេទេយើងចំដំបងអត់តាន់មានអ្នកស្គាល់អត់តាន់មានអ្នកដឹងអញ្ចឹងមិនសូវជាមានអ្នកមកទិញទេដំបងយើងចំដំបងយើងក៏មកថារំពឹងថាឲ្យមានម៉ូយមកច្រើនណាអញ្ចឹងណាបងប្អូនបាទយើងចំឲ្យបានយូរបន្តិចបាទបានពី3វគ្គអីអាហ្នឹងបានចាប់ផ្ដើមគេស្គាល់ណាតគ្នាផ្ទះនេះចាំកែផ្ទះនោះចាំកែចឹងទៅអាចថាយើងលក់អាចថាលក់មករាយឬក៏អ្នកភូមិអ្នកស្រុកអីចឹងទៅតិចតួចចឹងទៅអាហ្នឹងបានគេស្គាល់គាត់ថាអ្នកលក់អ្នកភូមិយើងអាចលក់បានទាំងថ្លៃបើជាទូទៅបើសិនអ្នកទិញ1គីឡូ2គីឡូអីគឺ1គីឡូ10000បាទខ្ញុំនិយាយជាទូទៅគឺ10000ដែរហើយយើងទៅទិញនៅផ្សារក៏10000ដែរចឹងណាតែបើសិនគេមកយើងដឹកយកទៅលក់អីគេលក់នៅផ្សារហ្នឹងគេអត់ហ៊ានឲ្យយើង10000ទេព្រោះគេលក់10000អីចឹងហើយណាហ្នឹងហើយតម្លៃវាផាក់ផាយប៉ុណ្ណឹងណាបាទចឹងបើសិនតែយើងចិញ្ចឹមដំបងចង់ឲ្យគេស្គាល់ព្រាមគឺវាដូចថាវាមិនងាយទេចឹងណាចឹងតោះតែយើងចិញ្ចឹមយូរទៅមានអ្នកស្គាល់ពីមួយទៅមួយចឹងណាហើយយើងផ្សព្វផ្សាយខ្លួនយើងផងទៅយើងតាក់ទងដូចខ្ញុំថាអញ្ចឹងបងប្អូនអ្នកលក់ត្រីលក់កែបអីតាក់ទងគាត់បាទប្រាប់ពីតូបមួយទៅតូបមួយទៅបាទបាន4 10តូបអីចឹងទៅគឺมันអត់អ្នករកទេណាអានេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់បាទជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំចែកម្លែកបងប្អូនបាទហើយតាក់ទងនឹងម៉ួយដុំដូចខ្ញុំថាអញ្ចឹងតន្តាយើងមានច្រើនគេមកយកណាគេមកយកដល់ផ្ទះណាតើយើងមានច្រើនតាម4-500គីឡូតាមអាចចូល500គីឡូឡើងបានអាចបងប្អូនឆ្លងខេត្តម៉ួយដុំហ្នឹងបងប្អូនឆ្លងខេត្តណាបាទឧទាហរណ៍អ្នកនៅកំពង់ឆ្នាំងទៅអ្នកពីបាត់ដំបងទៅយកឬក៏ពីអ្នកកំពង់ចាមមកយកឬក៏នៅកំពង់ចាមទៅពីអ្នកមកពេញអីគេចង់ទៅយកអញ្ចឹងណាបាទតន្តែរៀងច្រើនអាហ្នឹងបានអាចបងប្អូនម៉ួយដុំដែលគាត់យកច្រើនហ្នឹងទៅបានហើយបើសិនឧទាហរណ៍ថាយើងទៅផ្លូវជាមួយគ្នាថាផ្លូវលេខជាតិលេខ6ចុះត្រូវរត់ដូចគ្នាអញ្ចឹងម្នាក់មាន300ទៅម្នាក់មាន200អីចឹងទៅអាហ្នឹងគាត់ជាអាចយកបានតែបើថារត់មកផ្លូវថា300អីប្រហែលជាពិបាកណាបាទទៅអត់សូវបានបាទរៀងឆ្ងាយហ្នឹងហើយអញ្ចឹងអានេះជាអ្នកដែលយើងចាំច្រើនយើងចាំយូរណាយើងចាំយូរយើងដាក់ច្រើនអាហ្នឹងគឺយើងអាចធ្វើវិធីសាស្ត្រហ្នឹងតែបើថាជាបទពិសោធន៍របស់ខ្ញុំទៅពេលដែលខ្ញុំចាំដំបងគឺដូចខ្ញុំថាអញ្ចឹងគឺយើងទៅតាក់ទងបងប្អូនយើងអ្នកលក់ត្រីជាពិសេសអ្នកលក់ត្រីបងប្អូនបាទគោលដៅយើងបងប្អូនយើងអ្នកលក់ត្រីយើងអាចទៅតាក់ទងសាកសួរគាត់បានហ្នឹងហើយតាក់ទងសាកសួរគាត់ថាតើគាត់ទទួលទិញឬអត់អញ្ចឹងណាបាទហ្នឹងហើយដោយសារថាខ្ញុំនៅខាងខេត្តបាត់ដំបងហើយបើសិនជាបងប្អូននៅខាងខេត្តផ្សេងតិចមានតែប្រើវិធីសាស្ត្រដូចខ្ញុំនឹងណាបាទបើអ្នកមានច្រើនមិនជាបញ្ហាទេណាមានច្រើនអាចទៅយកបានណាបាទទៅយកបានហ្នឹងហើយអញ្ចឹងវីដេអូមួយនឹងខ្ញុំមានតែប៉ុណ្្នឹងទេទាក់ទងទៅនឹងរឿងទីផ្សារនេះខ្ញុំចែកចម្លែកបទពិសោធន៍របស់ខ្ញុំផ្ទាល់ណាបាទទាក់ទងទៅនឹងថាតើយើងចំខ្លាចអត់ទីផ្សារអីចឹងណាជាកំណត់របស់ខ្ញុំបើទីផ្សារมันអត់ទេបងប្អូនខ្លាចតែយើងអត់បង្ហាញណាអ្នកខ្លះបងប្អូនក៏ខ្លាចអូមិនហ៊ានបង្ហាញទេចាំកែចាំអីហ៊ានប្រាប់គេមកគេបាទហ្នឹងហើយមកគេអញ្ចឹងគឺយើងត្រូវបកបង់អាកំណត់ខ្មាស់គេនឹងចោលណាបាទបើសិនតែយើងថាយើងខ្មាស់គេមិនហ៊ានប្រាប់គេថាខ្ញុំចាំកែចាំអីអាហ្នឹងដឹងអត់ទីផ្សារបងប្អូនអើយបាទនឹងអត់ហើយបាទតែបើយើងបង្ហាញទៅប្រាប់ពីផ្ទះមួយទៅផ្ទះមួយគេយកក៏យកមិនយកក៏អត់ណាហ្នឹងហើយអាហ្នឹងដឹងតែមិនអត់ទេបាទមិនអត់ទេតិចច្រើនជាតមកបន្តអញ្ចឹងណាហ្នឹងហើយតែគាត់ថាកូនដៃយើងបងប្អូនយើងនេះដែលលក់ត្រីលក់អីហ្នឹងគាត់អាចបើថាគាត់មិនទិញក៏អាចមានគ្នាគាត់បងប្អូនគាត់មិត្តភក្តិគាត់ដែលអ្នកលក់ជាមួយហ្នឹងអាជីវករជាមួយគ្នាហ្នឹងគេត្រូវការទិញអញ្ចឹងទៅឬក៏ហាងឬអីអញ្ចឹងណាថ្ងៃនេះគេមិនត្រូវការទិញស្អែកឡើងត្រូវមានអ្នកកំងអ្នកអីហ្នឹងក៏គេទិញអញ្ចឹងទៅតែបើថាយើងគេថាចាំឲ្យតែមានទីផ្សារមកចាំឲ្យ
อดเมียนเห็นปรับเนี่ยนาซ้ออันนั้นคือให้จำทีซามามองให้จำตะโปถ้าออดทีซานั้นเวียดังตัวออดได้บ่ยังออดปรับเกปรับไอจังนั้นนะบ้านั่นไงถ้ายังอะไรต่คลายต่มาเกจังคือออดได้บ้าโอเคดังน้องพอนบ้าเกดังบ้านั่นไงจังวิดีโอนั่งเมียนตะปันนั่งเต้พอนนะนั่นไงจังจำจุกในวิดีโอกล้าให้บางพอนจังเมียนจังงอไลอาเดี๋ยวโตสะสูบไทม์นะบ้านั่นไงให้จำในทางติดตั้งทางขาดบัตรบองสำหรับบางพอนยังในทางขาดบัตรบองเมียนติดตูใจมันจะปัญหาได้สามารถช่วยอักษรายบ้านตำแหน่งตำโนหรือก็เต็งโดยอาจบ้านนะการจับสายจ้ะบ้าแต่บางคนใช้แคสตอนแต่ชราเอินให้บางคนติดติ๊กตอนแต่โดยคำท้ายยังวิธีสร้างยังtừจูบจมูกงานชีพกอคางlộ tray lộ ấy chẳng tới bà cọp sai có tới có chui lộ được có chui tinh ấy chẳng tới bà được có chui cọp sai và to chẳng tới nè nè ngay chẳng nên cứ chia đầm nó sai để những ai đo sai bà nè nè ngay chẳng ở con trai nè vốn chụp này bị tao cào bà